យើងកំណត់ OneDrive ណាដែលធ្វើឲ្យdata របស់យើងនៅក្នុង OneDrive ហ្នឹងគឺវាធ្វើការ sync បានល្អមិនថាតែយើងដាច់អ៊ីនធឺណិតឬក៏ដាច់ភ្លើងឬក៏គាំងកុំព្យូទ័រអីក៏ data យើងនៅតែ sync ធម្មតាអញ្ចឹងតើយើងត្រូវកំណត់ setting វាយ៉ាងដូចម្ដេចបាទតោះឥឡូវយើងទៅមើលទាំងអស់គ្នាបាទអញ្ចឹងយើងត្រូវដំបូងដើម្បីកំណត់បានលុះត្រាតែយើងមាន OneDrive សិនបាទអញ្ចឹងផ្ញើជូនទៅអ្នកដែលប្រើ OneDrive ទាំងអស់គ្នាបាទដែលបានមើលវីដេអូនេះបាទអញ្ចឹងយើងត្រូវរកមើល OneDrive នៅរបារខាងក្រោមបាទរបារខាងក្រោមខាងស្ដាំដៃនេះយើងឃើញរូប cloud មួយបាទហើយបន្ទាប់មកយើងចុចលើវាបាទអញ្ចឹងអានេះគេហៅថា OneDrive ប៉ុន្តែកន្លែងឈ្មោះខាងចុងហ្នឹងវាអាចមានឈ្មោះខុសៗគ្នាបាទអញ្ចឹងនេះគឺ OneDrive A+ Cambodia បាទអញ្ចឹងយើងមកមើលថាតើយើងត្រូវកំណត់ setting បែបណាអញ្ចឹងយើងគ្រាន់តែចុចទៅលើ setting វាមកបាទហើយបន្តមកទៀតយើងចុចទៅលើ setting មួយតង់ទៀតបាទបន្តមកទៀតយើងយកកន្លែង sync and backup បាទ sync and backup អញ្ចឹងជាទូទៅ OneDrive របស់យើងគឺវាបើកទាំង3ចេះបាទអញ្ចឹងយើងកុំខ្វល់អា2ទៀតគឺយើងបិទបាទបើសិនជាមានតែ2គឺយើងបិទអាក្រោមណាបាទយើងទុកនេះយើងអានអក្សរមើលទៅ start OneDrive when I sign in to window បាទអញ្ចឹងយើងទុកតែមួយនឹងបានហើយបាទហើយបន្តមកទៀតយើងទៅធ្វើមួយទៀតបាទអញ្ចឹងយើងខ្វែងវាចោលមកពេលយើងកំណត់រួចហើយណាបាទហើយបន្តមកទៀតយើងម៉ៅស្ដាំលើនេះបាទយើងម៉ៅស្ដាំលើ taskbar វានៅខាងក្រោមបាទហើយបន្តមកយើងយក task manager បាទ task manager ហ្នឹងបន្តមកបើសិនជាវាអត់បង្ហាញអក្សរដូចមិនទេយើងចុចលើនេះមកបាទដើម្បីវាបង្ហាញអក្សរនេះបាទហើយបន្តមកយើងរកពាក្យថា start up app បាទអញ្ចឹងយើងចុចលើ start up app ហ្នឹងមកយើងរកមើល OneDrive បាទនេះ OneDrive របស់យើងបើសិនជា OneDrive របស់យើងកំពុងតែ disable អញ្ចេះបាទគឺយើងត្រូវមកស្ដាំលើវាយើងយកពាក្យ enable បាទហើយបន្តមកទៀតបើសិនជាយើងមានប្រើ SharePoint បាទបើសិនជាមាន Microsoft SharePoint យើងយក enable ដូចគ្នាបាទអញ្ចឹងការកំណត់ setting របស់យើងគឺតែប៉ុណ្្នឹងទេជាការស្រេចហើយខ្ញុំនឹងបង្ហាញតិចនិចធ្វើម៉េចឲ្យកុំព្យូទ័រយើងវាស៊ីនហើយវាសន្សំ space ទៀតបាទតែយើងត្រូវធ្វើដូចម្ដេចអញ្ចឹងយើងត្រូវបើកចូលទៅ OneDrive របស់ folder របស់យើងបាទហើយបន្តមកយើងមើលថាតើ folder មួយណាឬក៏ឯកសារមួយណាដែលយើងតែងតែប្រើបើសិនជាមានឯកសារណាដែលយើងតែងតែប្រើយើងអាចម៉ៅស្ដាំលើ OneDrive របស់យើងយកពាក្យថា always keep on this device បាទអញ្ចឹងយើងធ្វើបែបហ្នឹងគឺនៅពេលដែលយើងប្រើគឺរហ័សបាទនៅពេលយើងបើក data របស់យើងគឺវារហ័សវាអត់ត្រូវការទាញពី cloud ឬក៏ពី server ទេដោយសារតែយើងបាន keep វានៅលើកុំព្យូទ័ររបស់យើងនៅលើ device របស់យើងអញ្ចឹងយើងយក always keep on this device បាទអញ្ចឹងយើងធ្វើបែបហ្នឹងគឺជាការស្រេចអញ្ចឹងធ្វើឲ្យ OneDrive របស់យើង sync data បានល្អបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណេះហើយក៏សូមអរគុណ